បាទសួស្តីបងប្អូនទាំងគ្នានឹងឲ្យជួបជាមួយខ្ញុំបន្តទៀតបងប្អូនទាំងគ្នាមេរៀនបន្ទាប់នេះយើងនឹងរៀនពីអរ៉េងបងប្អូនតើប្រឡងអរ៉េងហ្នឹងវាប្រើបាទរបៀបណាហើយបាទយើងប្រើរបៀបម៉េចដើម្បីឲ្យវាស្អាតហើយយើងយល់ពីវាអញ្ចឹងបងប្អូនទាំងគ្នាហ្នឹងហើយវីដេអូមុនបងប្អូនមើលដល់ណាហើយចេះដល់ណាហើយអាច comment ប្រាប់ខាងក្រោមបានបងប្អូនព្យាយាម comment អ្វីដែលបងប្អូនយល់ឬក៏បងប្អូនបាទចង់សួរពីអីមួយបងប្អូនអាច comment បានបើសិនជាបងប្អូនបង្កើនភាពស្និទ្ធស្នាលហើយមើលវីដេអូបាទ top fan ទៅខ្ញុំអាចនឹងស្គាល់បងប្អូនបាទអាចចាំបានទៅបងប្អូនអាចមានអត្ថប្រយោជន៍ច្រើនពេលខ្លះទៅខ្ញុំឲ្យជាប្រិសិទ្ធដែលមានប្រយោជន៍បាទពេលខ្លះខ្ញុំចែករំលែកអ្វីដែលខ្ញុំគិតថាបងប្អូនចាំបាច់ត្រូវការអញ្ចឹងណាបងប្អូនទាំងគ្នាហើយរកថាកម្មវិធីណាដែលថាត្រូវការចាយលុយខ្ញុំប្រាប់តែចាយលុយអញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងវាគ្មានអីជាការចែករំលែកនិងសមាជិកបានគ្នាបងប្អូនជីវិតយើងបាទព្រោះនៅក្នុងសង្គមគឺបែបហ្នឹងយើងផ្ដល់ឲ្យគ្នាទៅវិញទៅមកបងប្អូនកុំឲ្យខាតពេលខ្ញុំនឹងចូលក្នុងអរ៉េងបងប្អូនអរ៉េងនេះបើយើងនិយាយពីការប្រើវិញគឺសុសសាច់ហើយបងប្អូនហើយគឺចាំបាច់ដែលបងប្អូនស្រឡាញ់ទឹកពណ៌សាច់រូបទៅតាមពណ៌នីមួយៗអញ្ចឹងណាគេចង់បានពណ៌បើសិនជាបងប្អូនចង់បានរូបពណ៌ក្រហមចង់និយាយថាពណ៌ក្រហមនេះដូចរូបនោះអញ្ចឹងបើសិនជាបងប្អូនចង់បានសាច់ក្រហមបងប្អូនអរ៉េងនេះបងប្អូនអូសមកផ្នែកខាងមកឆ្វេងមកអញ្ចឹងវាឡើងក្រហមហើយគឺក្រហមហ្នឹងឃើញអត់ប៉ុន្តែជាទូទៅការកែពណ៌បងប្អូនគឺកម្រអូសមកខាងក្រហមកម្រអូសមកខាងហ្នឹងពណ៌រូបយើងវាមិនមែនពណ៌ហ្នឹងប៉ុន្តែអាពណ៌ហ្នឹងជាចង់និយាយថាអ្វីត្បិតតែយើងមិនកែលើរូបប៉ុន្តែបើយើងកែទៅលើផ្លែឈើឬវត្ថុអីមួយបាទឬក៏ទៅជាផ្ទះបុរាណប្រហែលទៅក្លឹមឈើអញ្ចឹងយើងអូសវាមកទៅវាមានពណ៌បែបក្លឹមបែបអីអាហ្នឹងយើងប្រើទៅលើអញ្ចឹងបងប្អូនសំខាន់យើងស្គាល់វាថា tool ហ្នឹងគឺសម្រាប់អូសពណ៌អ្វីដែលយើងចង់ឲ្យវាទៅជាដើរពណ៌ហ្នឹងនៅឃើញថ្មប្រាសាទខាងក្រោយឡើងពណ៌ហ្នឹងពណ៌ឡើងដិតលឿងក្រហមនៅប្រឡងអរ៉េងអញ្ចឹងហើយបើសិនតែយើងរុញមកមុខគឺវាសម្បូរបៃតងលឿងឃើញបៃតងលឿងហ៎បៃតងលឿងតែបៃតងច្រើនយល់ទេបៃតងច្រើនដូចពណ៌ផ្អិនអញ្ចឹងឃើញអត់ឧទាហរណ៍ថាបើសិនតែបងប្អូនចង់បានសាច់ផ្អិនអញ្ចឹងគឺយើងធ្វើបានដែរគឺយើងអូសមកអញ្ចឹងទៅវាបានសាច់ពណ៌ផ្អិនហើយហើយយើងសួរធ្វើមិនម៉ាស់វាមិនម៉ាស់ផាត់ទៅកើតផ្អិនបានអញ្ចឹងកុំឲ្យយូរកាខ្ញុំយល់បងប្អូនថាចុះយើងប្រើរបៀបម៉េចបងប្អូនជាទូទៅសាច់រូបដែលគេបាទសាច់រូបដែលត្រូវបាទសាច់រូបដែលត្រូវទូទៅហើយក៏យើងនិយាយថាជាសាច់រូបដែលពេញនិយមបាទគេហៅថាអ្នកខ្លះគេហៅពណ៌អីពណ៌ទឹកឃ្មុំអញ្ចឹងទៅបាទអញ្ចឹងយើងវាយមកពណ៌ទឹកឃ្មុំនឹងឧទាហរណ៍ពណ៌ទឹកឃ្មុំអញ្ចឹងមកយើងរុញវាមកមុខតិចមកនេះឃើញទេនេះគេរុញទៅ10គ្រាប់មកចេញពណ៌ទឹកឃ្មុំវាកាត់អាជាតិក្រហមនៅបៀមសាច់ហ្នឹងចេញឃើញទេមិញវាកាត់ជាតិចេញហ្នឹងចឹងយើងរុញវាមកពណ៌ទឹកឃ្មុំមកស្អាតមកយើងដាក់ mouse លើហ្នឹងយើងចុចទៅលើអាសញ្ញាព្រួយនៅលើ keyboard យើងឡើងលើចុះក្រោមមកបងប្អូនយើងចុច5ហើយ10ឃើញពណ៌ទឹកឃ្មុំបាត់អញ្ចឹងកន្លែងនេះជាចំណុចសំខាន់ណាបងប្អូននេះអាហ្នឹងចំណុចសំខាន់គេសាច់រូបអញ្ចឹងវាស្រឡះពណ៌ក្រហមចេញហើយវាស្រឡះពណ៌ក្រហមចេញវានៅសល់តែពណ៌ទឹកឃ្មុំដែលបងប្អូនចង់បានហ្នឹងឯងអញ្ចឹងសាច់រូបរបស់យើងគឺបែបហ្នឹងបងប្អូនវាមានខៀវក្រហមលឿងស្មើសាច់គ្នាអញ្ចឹងឃើញទេអញ្ចឹងអាហ្នឹងធូរហ្នឹងឯងដែលយើងត្រូវប្រើវាតែប្រើនៅពេលណាប្រើរបៀបម៉េចហ្នឹងគឺហើយបើខ្ញុំនិយាយឲ្យទូទៅឲ្យបងប្អូនចាំហ្មងរុញទៅមុខឲ្យបងប្អូនចន្លោះពីត្រឹម15ចុះក្រោមបាទតែបើថាឡើងពី15ទៅអានឹងតាមភ្នែកបងប្អូនស្រឡាញ់ទេព្រោះការស្រឡាញ់ហើយច្នៃប្រឌិតគឺខុសៗគ្នាគាត់ថាអ្វីដែលខ្ញុំប្រាប់បងប្អូនពីរបៀបប្រើគឺខ្ញុំប្រាប់ហើយតែបើបងប្អូនកាច់ color ទៅចង់បានបែបណាដែលខ្លួនស្រឡាញ់គឺកាច់តាមចិត្តព្រោះអ្វីដែលខ្ញុំប្រាប់គឺប្រាប់ឲ្យចេះប្រើយល់ទេប្រាប់ឲ្យចេះប្រើ
ហ្នឹងហើយហើយបើសិនណាបងប្អូនមិនចង់មើលវីដេអូមួយចង់ចេះទាន់ចិត្តអាចរៀនផ្ទាល់បានប៉ុន្តែដោយសារអធ្យាស្រ័យបងប្អូននៅខែ11ហ្នឹងទៅខ្ញុំរវល់ការងារច្រើនហើយអញ្ចឹងអត់មានពេលរៀនផ្ទាល់ទេបាទចង់រៀនចាំឆ្នាំក្រោយខែ7បងប្អូនមើលវីដេអូបដាទៅបាទហើយចាំមើលយល់ហើយចេះបានយល់បានច្រើនហើយមករៀនបន្ថែមទៅគឺយកជាការបានណាបងប្អូនបាទអញ្ចឹងអ្វីដែលយើងចង់ចេះជំនាញយើងចង់បានគឺយើងប្រើការបានហើយយល់ទេអ្វីក៏ដោយគឺយើងសិក្សាយើងត្រូវការចំណាយទើបយើងមានចំណូលយើងចំណេញហើយអ្វីជាផ្សេងជាវីដេអូនេះគឺជាបន្តបន្សំនៃចំណេះបាទតែកាលណាយើងចេះពួកកប៉ិកកប៉ុកទាំងអស់នេះទៅបងប្អូនគាត់ណាបុករៀនឲ្យចំតំប៉ិកគឺបងប្អូនអាចប្រើបានហើយចំណេះបើយើងការងារយើងគឺវានឹងទៅតាមអ្វីដែលយើងចង់បានហើយបងប្អូនអរគ្នាអញ្ចឹងកុំភ្លេចជួយចុច like share បងប្អូនហើយ subscribe channel ខ្ញុំផងហ្នឹងហើយបាទកុំខ្លាចនឹង share បាទហើយសារ comment អ្វីដែលចង់ចេះបាទប៉ុន្តែខ្ញុំប្រាប់បងប្អូនទៅតាមមេរៀនសិនទេបើសិនណាកាលណាខ្ញុំបរៀនអស់មកទាំងអស់នេះហើយបងប្អូនចង់ដាក់រូបបែបណាហើយមកឲ្យខ្ញុំកែបង្ហាញគឺខ្ញុំនឹងធ្វើឲ្យបាន 100% អូខេហ្នឹងហើយព្រោះដោយសារអីខ្ញុំអត់លងមេរៀនបងប្អូនយល់ទេអត់លងមេរៀនទេចាំឲ្យអស់មេរៀននេះហើយបងប្អូនចង់ឲ្យកែពណ៌បែបនេះខ្ញុំនឹងធ្វើវីដេអូឲ្យមើលតែម្ដងហ្នឹងហើយបងប្អូនទាំងគ្នាយើងជួបគ្នាវីដេអូបន្តទៀតខ្ញុំនឹងប្រាប់បងប្អូនពី yellow នេះតើយើងប្រើបែបណា